ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញបាទថ្ងៃនេះខ្ញុំឆ្លៀតឱកាសក៏មកធ្វើវីដេអូមួយពាក់ព័ន្ធនឹងគម្រោងដីឡូផងដែរគម្រោងដីឡូដែលពុកម៉ែបងប្អូនកំពុងតែទស្សនានៅក្នុងវីដេអូនេះគឺមានទីតាំងស្ថិតនៅឃុំភ្នំតូចស្រុកឧដុង្គខេត្តកំពង់ស្ពឺបាទបើយើងគិតពីទីតាំងពិតប្រាកដទៅឬក៏ទីតាំងដែលយើងស្រួលងាយស្រួលរកបងប្អូននៅម្ដុំភ្នំថ្មាតពងបាទតែនៅចន្លោះគីឡូលេខ28មកពីថ្នល់ទៅតឹងវិញបាទទីតាំងស្រួលរកទេទៅដល់ខ្នល់ផ្សារថ្នល់ទៅតឹងបងប្អូនបោះខាងស្ដាំមកគឺផ្លូវ51ហើយបាទបងប្អូនជិះប្រហែលជា10នាទី5នាទីទេបងប្អូននឹងមកដល់គម្រោងមកដល់ផ្លូវចូលនៃគម្រោងតែម្ដងហើយគម្រោងទាំងមូលគឺមានទំហំដីរហូតទៅដល់100ហិកតាបាទ100ហិកតាដែលហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាទនិងឯកជនផងដែរបាទមានផ្លូវខ្វាត់ខ្វែងនៅតាមក្នុងក្បែរតំបន់គម្រោងតែម្ដងជាពិសេសនោះគឺពុកម៉ែបងប្អូនឃើញទស្សនវិជ្ជានៃគម្រោងតតែម្ដងគឺយើងមានទំហំដីមាន5គុណនឹង20 5គុណនឹង22និង10គុណនឹង20 10គុណនឹង22បាទគម្រោងនេះគឺជាគម្រោងមួយដែលល្អមួយខ្លាំងមែនទែនហើយជាគម្រោងទី7របស់ក្រុមហ៊ុន KH Land ហើយគម្រោងនេះឈ្មោះថាគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចបាទនៅទីនេះគឺមានការអភិវឌ្ឍខ្លាំងបាទទៅលើបណ្ដាញរោងចក្រសហគ្រាសនៅលើបណ្ដោយផ្លូវជាតិលេខ51និងនៅតាមនៅខេត្តកំពង់ស្ពឺតែម្ដងពុកម៉ែបងប្អូនប្រកាសជាដឹងហើយថាខេត្តកំពង់ស្ពឺជាខេត្តមួយដែលរដ្ឋាភិបាលបានដាក់ចូលនៅក្នុងតំបន់ឧស្សាហកម្មរោងចក្រផងដែរជាប្លង់មេឬក៏ជាគម្រោងរបស់រដ្ឋាភិបាលគឺនៅខេត្តកំពង់ស្ពឺមានរោងចក្ររហូតដល់4000រោងចក្រជាងឯណោះបាទ4000រោងចក្រឯណោះបាទយើងគិតសម័យថា4000រោងចក្រវាច្រើនសម្បើមមែនតែនបាទជាសពថ្ងៃគឺយើងជាក់ស្ដែងយើងឃើញថាមានការរីកចម្រើនហើយទៅលើផ្នែកកម្មករកាត់ដេរផងដែរតាមការស្រាវជ្រាវរបស់ក្រសួងការងារនិងក្រសួងការងារផងដែរគឺអាចវិភាគបានថាកម្មកររោងចក្រមានចំនួនជាង50,000ទៅ60,000នាក់បាទនៅក្នុងប្រទេសកម្ពុជាផងយើងដែរហើយជាកម្លាំងស្នូលនៃការអភិវឌ្ឍនៃវិស័យរោងចក្រកាត់ដេរផងដែរហ្នឹងហើយប៉ុន្តែគឺយើងឃើញថាកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំហើយក៏ការអភិវឌ្ឍទៅលើគម្រោងដីឡូក៏មានច្រើនផងដែរច្រើនដោយមិនដឹងថាជាគម្រោងបែបណាទេថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូននៅគម្រោងនៃការអភិវឌ្ឍមួយនៅផ្លូវជាតិលេខ51បាទដោយមានការអភិវឌ្ឍឬការកើតឡើងពីគម្រោងរបស់ក្រុមហ៊ុន KH Land ដែលជាគម្រោងទី7ផងដែរជាក់ស្ដែងបងប្អូនបានឃើញវីដេអូដែលយើងបានថតនៅក្នុងនេះផងដែរដោយយើងបានផ្តិតយករូបភាពមួយចំនួននៅក្នុងគម្រោងផងដែរបាទនៅក្នុងគម្រោងនេះគឺយើងបានអភិវឌ្ឍទៅលើផ្លូវដូចជាផ្លូវ10ម៉ែត្រផ្លូវ15ម៉ែត្រមានផ្លូវបំពាក់ទៅដោយសូឡាហើយជាក់ស្ដែងនេះគឺយើងអតិថិជនដែលបានទិញដីនេះក៏
បានធ្វើការមករស់នៅហើយក៏ប្រកបអាជីវកម្មលក់ដូរបាទយ៉ាងច្រើនកកផងដែរបាទជាក់ស្ដែងបងប្អូនបានឃើញនេះបាទហើយយើងមើលពីចម្ងាយទៅនេះគឺជាគម្រោងគេហៅថាផ្ទះវីឡាគេហៅថាផ្ទះអាជីវកម្មបាទផ្ទះអាជីវកម្មដែលនៅទំមុខតំបន់អាជីវកម្មផងដែរបាទហើយនៅសទៀបនេះគឺផ្ទះវីឡាកូនកាត់បាទតដីតែម្ដងបាទហ្នឹងហើយនេះយើងបានមើលទាំងអស់គ្នានេះនៅទល់មុខផ្ទះអាជីវកម្មនេះគឺជាតំបន់អាជីវកម្មដែលមានទំហំដីកន្លះហិកតាបាទហើយបែងចែកទៅជានៅជុំវិញហ្នឹងគឺមានផាប់ភូមិយើងនេះចំណុចកន្លែងនេះគឺផាប់ភូមិយើងហើយនេះគឺជាហាងកាហ្វេបាទហាងកាហ្វេ Arabitia បាទនៅក្នុងតំបន់អាជីវកម្មនឹងផងដែរបាទហើយឃើញបាំងនោះគឺខាងនោះគឺផ្សារបងប្អូនណាផ្សារគេហៅផ្សារដែលថាផ្សារភ្នំតូចផ្សារភ្នំតូចដែលរៀបចំឡើងដោយគម្រោងតែម្ដងដោយក្រុមហ៊ុនតែម្ដងបាទហើយនេះគឺជាផ្ទះអតិថិជនដែលសាងសង់មករស់នៅយ៉ាងច្រើនកកកផងដែរហើយនេះជាកម្មកររោងចក្រអីហ្នឹងគាត់អាសាជិះកាត់តាមហ្នឹងណាបាទដោយសារផ្លូវនៅក្នុងគម្រោងនេះស្រួលបាទ15ម៉ែត្រផ្លូវមេបាទរៀបចំចាក់ផ្លូវចាក់អីឡើងស្អាតបាទថ្មមិចអីរៀបមកឆ្ងាញ់តែម្ដងបាទទៅមុខទៀតគឺគំហ៊ុននិងគម្រោងគ្រោងថានឹងចាក់ផ្លូវបេតុងបាទដោយចាប់ពីចំណុចសាលាឃុំភ្នំតូចមកតែម្ដងបាទនេះហើយគឺជាទស្សនវិជ្ជាទាំងមូលហើយជាសកម្មភាពនៃការចរាចរណ៍នៅក្នុងគម្រោងផងដែរបាទជាក់ស្ដែងបាទហ្នឹងហើយបាទផ្ទះច្រើនមែនទែនហើយបងប្អូនមើលទៅឃើញនោះគឺជាភ្នំថ្មាតពើងបាទភ្នំថ្មាតពើងដែលជាទីកន្លែងមួយដែលអាចនិយាយបានថាជាកន្លែងទាហានដែលឈរជើងនៅក្នុងតំបន់នឹងផងដែរបាទនេះជាជាក់ស្ដែងម្ដងទៀតគឺជាសកម្មភាពដែលក្រុមហ៊ុន KLand បាននឹងកំពុងបង្ហាប់ដីកុំឲ្យហុយគឺធ្វើការចាក់ទឹកឬក៏អាចថាស្រោចទឹកកុំឲ្យវាហុយនៅក្នុងផ្លូវផងដែរបាទនេះគឺជាផ្ទះវីឡាកូនកាត់បាទលក្ខណៈផ្ទាល់ដីបាទវីឡាកូនកាត់ផ្ទាល់ដីដែលជាប្រភេទផ្ទះដែលជាប់គ្នាហើយបងប្អូនហើយនៅនេះគឺចង់និយាយថាធ្វើផ្ទះអត់ទាន់សម្រាប់អតិថិជនដែលគាត់ចង់នៅទេខ្លះគាត់ចង់ទិញភ្លាមក៏ចង់រស់នៅភ្លាមបាទក៏ចង់បានភ្លាមដោយសារអីតម្លៃធូរថ្លៃបងណាក្រោម 20000 ទេផ្ទះហ្នឹងណាបាទក្រោម 20000 ទេបាទហើយយើងមាន2បន្ទប់ទឹកមួយហើយនឹងចង្ក្រានបាយអីនៅខាងមុខមានបន្ទប់ទទួលភ្ញៀវបាទឃើញជាក់ស្ដែងនេះផ្ទះជាក់ស្ដែងបងប្អូនណាបាទហើយនេះគឺជាផ្ទះវីឡាតូលបាទជាប្រភេទផ្ទះវីឡាតូលដែលជាមានផ្ទៃដីនោះគឺ10 គុណនឹង22បាទទំហំផ្ទះ8 គុណនឹង12ឬក៏14ម៉ែត្រចឹងទៅបាទទៅតាមទំហំផ្ទះដែលគេធ្វើបងប្អូនណាបាទហើយផ្លូវនេះគឺខ្ញុំជាវីដេអូចាស់ទេផ្លូវនេះសពថ្ងៃនេះគឺចាក់បេតុងហើយណាបងប្អូនណានេះជាវីដេអូចាស់ដែលខ្ញុំថតហើយខ្ញុំអត់មានពេលទៅថតបន្ថែមទៀតតែសពថ្ងៃនេះគឺជាផ្លូវបេតុងហើយយើងក្រឡេកមកមើលផ្សារបាទណាមកមើលផ្សារភ្នំតូចបាទផ្សារភ្នំតូចនេះគឺចង់និយាយថាបងប្អូនណាបាទផ្លូវផ្សារនេះគឺយើងធ្វើបានជាលក្ខណៈចេញជារូបរាងហើយតែនេះជាវីដេអូចាស់បាទចេញជាផ្សារស្ងួតបាទច្រឡំផ្សារសើមបាទនេះជាផ្សារស្ងួតហើយនោះអាតបូលប្លង់សេនោះគឺជាផ្សារសើមហើយធ្វើរួចហើយបងប្អូនណាបាទដោយសារនេះជាវីដេអូចាស់ខ្ញុំធ្វើតែប៉ុណ្ណឹងអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំសូមជម្រាបលាជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អហើយកុំភ្លេចជួយ like និង share និង subscribe ផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមពី channel របស់ខ្ញុំបាទទៀតសូមអរគុណសូមជម្រាបលា